សួស្តីអ្នកទាំងអស់គ្នាជួបជាមួយខ្ញុំបាទរដ្ឋាទៀតហើយឥឡូវខ្ញុំបានត្រឡប់មកវិញទៀតហើយមិនចង់ទុកពេលវេលាយូរទៀតទេព្រោះខ្ញុំមិនចង់ឲ្យអ្នកទាំងអស់គ្នានៅរងចាំខ្ញុំវារៀងយូរដែរហើយខ្ញុំក៏ត្រូវការចំណាយពេលដើម្បីធ្វើវាហើយឥឡូវនេះខ្ញុំបានត្រឡប់មកវិញលើកនេះខ្ញុំនឹងធ្វើឲ្យបានច្រើនជាងមុនដើម្បីឲ្យអ្នកទាំងអស់គ្នាបានទស្សនាបន្ទាប់ពីក្រោយពីដេកខ្ញុំក៏បានធ្វើដំណើរទៅកន្លែងកាប់ថ្មរបស់យើងទៀតព្រោះខ្ញុំត្រូវការថ្មមិនចាំយូរខ្ញុំក៏បានធ្វើការម៉ាញថ្មឲ្យច្រើនតាមតម្រូវការរបស់ខ្ញុំមិនអាចយើងនៅចាំយូរអត់ទេព្រោះពេលវេលាយើងក៏មានពេលកំណត់ដែរហើយខ្ញុំម៉ាញយក pickaxe របស់ខ្ញុំម៉ាញទៅដល់លាយ pickaxe នេះមកដល់ឥឡូវយើងម៉ាញបានគ្រប់គ្រាន់ហើយយើងក៏បានរៀបចំខ្លួនក្នុងការធ្វើដំណើរទៅផ្ទះយើងវិញបន្ទាប់ពីកាប់ដើមឈើតាមនេះរួចហើយក៏បានជ្រុះកូនឈើមកខ្ញុំក៏បានរើសកូនឈើយកមកដាំមកដល់កន្លែងនេះខ្ញុំក៏បានយកឈើដែលខ្ញុំបានកាប់នោះយកមកបំបែកវាឲ្យច្រើនតាមតម្រូវការរបស់ខ្ញុំត្រូវការវាច្រើនដែរហើយខ្ញុំក៏បានយកថ្មយកមកធ្វើការដុតម្ដងឥឡូវនេះខ្ញុំបានដុសឡាវ៉ាយកមកថែមទៀតព្រោះឡាវ៉ាយើងក៏មានច្រើនដែរយើងក៏បានដាក់មួយទៀតដើម្បីឲ្យវាពេញខ្ញុំក៏បានបើកទៅមើល furnace របស់យើងមួយទៀតមានថ្មដែលយើងដុតស្រាប់ហើយយើងមិនចាំបាច់ណានៅចាំរៀងយូរដែរយើងមិនហ៊ាននៅចាំអីយើងមករៀបគម្រោងមួយមើលទីធ្លាជុំវិញនេះមានបំណងថាចង់យកកន្លែងណាមួយធ្វើជាមកដល់នេះខ្ញុំមិនចង់ចាំយូរអីខ្ញុំក៏បានរៀបចំដាក់ថ្មដាក់អីធ្វើក្រងឲ្យហើយកន្លែងនេះខ្ញុំបានដាក់កូន2បើអ្នកទាំងអស់គ្នាធុញអីអ្នកទាំងអស់គ្នាអាចខាលវីដេអូនេះបានព្រោះខ្ញុំមិនចង់ជាកាត់វាច្រើនទេព្រោះពេលវេលាយើងខំធ្វើយូរដែរយើងមិនត្រូវកាត់ចោលអីច្រើនខ្ញុំក៏បានដាក់មួយទាំងដុលឲ្យអ្នកទាំងអស់គ្នាបានទស្សនាកុំឲ្យថាអ្នកទាំងអស់គ្នាឃើញខ្ញុំដាក់វីដេអូច្រើនមកនេះវីដេអូវារៀងខ្លីៗផងឃើញខ្ញុំកាត់ច្រើនទៅខាញ់អ្នកទាំងអស់គ្នាមើលទៅធុញអ្នកទាំងអស់គ្នាអាចទស្សនាដូចតទៅខ្ញុំសូវជានិយាយបានច្រើននោះទេឥឡូវនេះខ្ញុំក៏បានរៀបចំមួយវាមើលទៅវាមិនដូចជាអ្នកជំនាញអីទេខ្ញុំធ្វើមួយធម្មតាទេបន្ទាប់ពីចំណាយពេលរៀងយូរបន្តិចមកឥឡូវយើងបានចេញសមិទ្ធផលបន្តិចបន្តួចហើយខ្ញុំក៏បានដាក់បំពេញបន្ថែមទៀតដល់កន្លែងនេះខ្ញុំក៏បានរៀបចំអីវ៉ាន់ខ្លះផងព្រោះខ្ញុំត្រូវការវារៀងច្រើនដែរយើងនេះទៅវិញទៅមករហូតឥឡូវយើងបានមកត្រឡប់មកធ្វើវាម្ដងទៀតហើយខ្ញុំក៏បានដាក់រៀបចំហឹបខាងលើដែលយើងនៅសល់រៀងច្រើនដែរព្រោះគម្រោងយើងធ្វើវាមានតិចដាក់ទេខ្ញុំទុកដាក់អីវ៉ាន់ដាក់អីព្រោះអីវ៉ាន់វារញ៉េរញ៉ៃពេកយើងក៏មិនគួរណាដាក់អីវ៉ាន់យើងអត់មានសម្ដាប់ធ្នាប់ផងរវល់តែរៀបចំកន្លែងនេះច្រើនពេករហូតរៀបចំតាំងពីមេឃភ្លឺរហូតដល់មេឃជប់ទៅវិញហើយនៅមិនទាន់រួចទៀតប្រហែលជា 2-3 ថ្ងៃក្នុងហ្គេមអីបានរៀបចំរួចដល់នេះមេឃរាយប់ទៅហើយខ្ញុំក៏បានរៀបចំធ្វើដំណើរទៅរកកន្លែងដេករកអីកុំឲ្យនៅយប់យូរពេកខ្លាច zombie spawn ហ្មងឥឡូវយើងក៏ចាប់ផ្ដើមចូលដេកតបមកខ្ញុំក៏បានធ្វើដំណើរទៅកន្លែងរៀបចំយើងដងទៀតព្រោះខ្ញុំធ្វើវានៅមិនទាន់រួចទេប្រហែលជានៅ 70% ទៀតអាចនឹងរួចហើយគម្រោងខ្ញុំអាចនឹងរួចខ្ញុំនឹងមានពេលអីធ្វើអីផ្សេងទៀតព្រោះមិនចង់ចំណាយពេលទៅលើវារៀងយូរដែរដល់កន្លែងនេះខ្ញុំក៏បានដាក់គុណ2ហើយដល់គ្នាមើលទៅសមិទ្ធផលរបស់ខ្ញុំវាចាប់ផ្ដើមចេញរៀងម្ដងដែរហើយដល់មកខ្ញុំក៏បានធ្វើការម៉ាញដីដើម្បីយើងធ្វើការដាក់នៅថ្មម្ដងឲ្យវាស្អាតជាងមុនព្រោះមើលទៅដីវាអត់ទំនងហើយយើងម៉ាញអស់ទៅកុំទុកវាយើងកង់តែឃ្លាចោលទេកន្លែងនេះ
តមកយើងក៏បានដាក់ថ្ម1 2 3ទៅបន្ទាប់បើយើងដាក់វាឲ្យច្រើនមកហើយយើងខ្វះថ្មទៀតចាប់ដោយខ្ញុំក៏បានរៀបចំដាក់ហឹបមកចំហេងទៀតព្រោះយើងត្រូវការដាក់វារាងច្រើនដែរព្រោះយើងតម្រូវការយើងក៏ត្រូវការច្រើនខ្ញុំបានត្រឡប់ទៅវិញហើយយើងមករៀបចំកន្លែងយើងម្ដងទៀតព្រោះមិញយើងខ្វះអីវ៉ាន់ផងយើងបានយកថ្មយកអីមកដាក់ធ្វើជាក្រងវាហើយព្រោះមិនចង់នៅចាំយូរទេព្រោះធ្វើវាខ្ញុំត្រូវចំណាយពេលប្រហែល1 ម៉ោងជាងមកចំណាយពេលទៅលើអាមុខនេះហើយមកអង្គុយកាត់វីដេអូអ្នកទាំងអស់គ្នាទៀតចំណាយពេលរៀងច្រើនទៀតហើយលើនេះខ្ញុំក៏បានធ្វើការដាក់ថ្មដាក់អីដើម្បីឲ្យវាចេញរូបរាងហើយយើងក៏បានដាក់ហប់បន្ទាប់វាពីលើគ្នាទៀតព្រោះយើងចង់ធ្វើវាលឿនហើយយើងឆាប់បានរៀបចំអីវ៉ាន់ដាក់ចូលហឹបយើងកន្លែងនេះចន្លោះខ្វះខាតថ្មអីខ្ញុំបានដាក់វាពេញបន្ថែមទៀតដល់ខាងក្រោយខ្ញុំក៏បានដាក់ម៉ាញដីឲ្យអស់ហើយយើងត្រូវការដាក់ថ្មបំពេញកន្លែងនេះឲ្យវាមើលទៅស្អាតជាងមុនទៀតហើយខ្ញុំក៏បានយកថ្មដែលបានដុតនោះយកមកដាក់បំពេញអាកន្លែងដែលយើងបានម៉ាញដីនៅចោលតទៅពីយើងចំណាយពេលរៀងយូរបន្តិចវាសមិទ្ធផលយើងវាចាប់ដើមចេញរូបរាងម្ដងហើយឥឡូវនេះខ្ញុំបានដាក់ម្ខាងទៀតរៀបចំក្រងវាដាក់ម្ខាងមួយទៀតឲ្យវាច្រើនជាងមុនទៅក្នុងការដាក់អីវ៉ាន់របស់យើងឥឡូវនេះខ្ញុំក៏បានយកថ្មយកមកដាក់បំពេញវាបន្ថែមទៀតឲ្យវាពេញឆាប់រួចឥឡូវនេះយើងសមិទ្ធផលបានយើងចាប់ដើមរួច 80% ហើយនៅសល់តែ 20% ទៀតយើងនឹងរួចជាស្ថាពរហើយខ្ញុំក៏បានធ្វើ item frame យើងយកមកដាក់បិទលើហឹបយើងដើម្បីឲ្យយើងយក item មកដាក់ក្នុងដាក់តាំងនឹងវារួចដើម្បីយើងដឹងថាហឹបមួយណាយើងត្រូវដាក់របស់អីប្រើប្រាស់ផ្សេងហើយយើងក៏បានចំណាយពេលដាក់វាទៅលើហឹបយើងយូរដែរជាចុងក្រោយនៃវីដេអូមួយនេះមុននឹងអ្នកទាំងអស់គ្នាមើលចប់អ្នកទាំងអស់គ្នាជួយចុច like និង subscribe ទៅលើ Channel YouTube របស់ខ្ញុំផងអ្នកទាំងអស់គ្នានឹងជួបខ្ញុំនៅវីដេអូបន្តទៀតបាយបាយ